sai cái đi nhưng mà tinh nông chân chuột bóng mà ấp mình luôn នេះគឺជារបៀបដែលម៉ាខ្ញុំធ្វើនំជើងជ្រូកឬនំបំពង់លក់តាំងពីពួកខ្ញុំនៅក្មេងៗនំជើងជ្រូករបស់ម៉ាខ្ញុំហ្នឹងគឺគាត់ដាក់ស្នូលពេកគួរអ្នកខ្លះគេធ្វើលក់គេដាក់ស្នូលដៃដូអីចឹងប៉ុន្តែអត់អីទេរសជាតិវាឆ្ងាញ់ដូចគ្នាអញ្ចឹងពេកគួរហ្នឹងយើងត្រូវច្រាមវាឲ្យតូចៗកាលខ្ញុំនៅក្មេងច្រាមពេកគួរឡើងអ្នកជិតខាងគាត់ថាផ្ទះខ្ញុំធ្វើផកចាំរងថ្ងៃកាលពីមុនធ្វើនំជើងជ្រូកលក់ពេលព្រឹកអញ្ចឹងយើងច្រាមពេកគួរហ្នឹងទុកពីល្ងាចឲ្យហើយដល់ពេលឥឡូវធ្វើនំជើងជ្រូកលក់ពេលថ្ងៃអញ្ចឹងហើយច្រាមពេលថ្ងៃហ្នឹងឯងច្រាមពេកគួរហាន់លឹកខ្ទឹមរួចទុកម្លាយចាប់ដើមមកកិនម្សៅម្ដងម្សៅហ្នឹងលេបាយកកដែរទៅនំយើងទន់ឆ្ងាញ់ល្អគិតតែឥឡូវស្រួលមានម៉ាស៊ីនមានអីកិនម្សៅបានយ៉ាងងាយបើកាខ្ញុំនៅក្មេងវិញពីអ្នកបងស្រីខ្ញុំដាក់វេនគ្រាកិនម្នាក់ពាក់កដាគាត់ពាក់កដាខ្ញុំពាក់កដាប្រើត្បាល់អូចុកដៃណាហ្មងកិនឲ្យម្ដងកិនពេលយប់ព្រឹកឡើងធ្វើឲ្យព្រឹកឡើងត្រូវកិនបាយទៀតបើកិនបាយវិញអូកាន់តែចុកដៃមែនតើដល់ឥឡូវមានម៉ាស៊ីនកិនអត់ពិបាកឲ្យដាក់បាយដាក់អង្គរលេគ្នាកិនចូលគ្នាហ្មងហើយកិនរួចហើយយកម្សៅមកលេជាមួយពេកគក់លឹកខ្ទឹមហើយដាក់ម្រេចអំបិលស្ករប៊ីចេងហើយនឹងម្សៅស៊ុបខ្នុរបន្តិចហើយគោះពងទាដាក់កូរម្សៅនឹងរួចជាការស្រេចចំពោះប្រេងដើមវាទុកបុនឲ្យរាងក្តៅបន្តិចហើយយើងចាក់ម្សៅយើងចូលពងទៅចាប់ដើមចំអិននំនឹងធ្វើលក់ពេលថ្ងៃស្រួលឯណាមួយផ្ទះខ្ញុំក្បែរសាលាអញ្ចឹងពេលចេញលេងអញ្ចឹងសិស្សសាលាគាត់មកទិញហើយបើកាលនៅក្មេងវិញងើបតាំងពីព្រលឹមពីអ្នកបងស្រីខ្ញុំមកកិនបាយហើយនឹងបង្កាត់ភ្លើងដាក់ងាស់ប្រេងឲ្យវាក្តៅហើយបានរៀបចំរួចអស់បានទៅដេកវិញដល់ពេលភ្ញាក់ពីដេកដើរលក់នំទៀតខ្ញុំនៅចាំប្រែនំជាមួយម៉ាដោយសារខ្ញុំអត់សូវបកកែលក់ដូចបងខ្ញុំអញ្ចឹងបងស្រីខ្ញុំអ្នកដើរលក់នំរួចរាល់អស់បានទៅរៀនពេលខ្លះម្ចាស់ខ្ញុំទៅរៀនខកទៀតគ្រូថាឲ្យគ្រូវាយបតោអីទៀតជីវិតនៅក្មេងគិតទៅពិបាកម្យ៉ាងហើយនំជើងជ្រូកហ្នឹងម៉ាខ្ញុំលក់តាំងពីជំនាន់ពួកខ្ញុំរៀនបឋមរហូតដល់ពួកយើងឡើងរៀនណវិទ្យាល័យអស់បានគាត់ឈប់លក់តាំងពីជំនាន់នំជើងជ្រូកនៅដាក់ចក្រធាងដងមែនឥឡូវគេដាក់ថងគ្រប់គ្នាអស់ហើយនំហ្នឹងលក់កាលពីពេលដែលពួកខ្ញុំនៅក្មេងៗតើដើរលក់បានលក់អស់បើលក់តែនៅកន្លែងលក់ឲ្យតែអ្នកភូមិគាត់គ្រាន់តែទិញដាក់បបរបន្តិចបន្តួចទេចឹងហើយយើងដើរលក់តាមផ្ទះទៀតបានលក់ដាច់អស់ដល់ឥឡូវរៀងស្រួលលក់បន្តិចដោយសារតែផ្ទះនៅក្បែរសាលាក្មេងៗចេញលេងគាត់ជួយទិញចឹងហើយលក់ពេលថ្ងៃលក់ឲ្យតែកូនសិស្សសាលានឹងក៏អស់ដែររៀបចំដាក់ក្នុងថង់ខ្លះទៅពេលដែលពួកគាត់ចេញមកពួកគាត់ទិញហើយនំនឹងលក់ក៏មិនចំណេញច្រើនដែរលក់តែ2-500នឹងធ្វើនំបែបនឹងលក់យើងទទួលបានប្រាក់កម្រៃចំណេញបន្តិចបន្តួចហើយក៏យើងចូលរួមធ្វើនំចេញពីម្សៅអង្គរឲ្យសិស្សានុសិស្សគាត់បានញ៉ាំដែរដើម្បីកាត់បន្ថយការទិញនំកញ្ចប់ឬក៏នំចិនរបស់ពួកគាត់នំចឹងជ្រូកនឹងពេលយើងញ៉ាំជាមួយទឹកម្ទេសទៅឆ្ងាញ់អាកាលណាបើវាក្តៅទៀតស្រួយហើយចុចជាមួយទឹកម្ទេសហឹរទៀតកាន់តែឆ្ងាញ់ហ្មងនេះគឺជានីតិដែលបងប្អូនគាត់ដល់ម៉ោងសម្រាប់អីចឹងគឺជាសកម្មភាពដែលពួកយើងកំពុងតែលក់នំនឹងខ្ញុំធ្វើវីដេអូនេះឡើងក៏ចង់អរគុណដល់បងប្អូនសិស្សានុសិស្សដែលតែងតែជួយទិញនំនឹងអញ្ចឹងយើងទាំងអស់គ្នាចូលរួមញ៉ាំនំខ្មែរបានច្រើនជានំដែលធ្វើដោយដៃកាត់បន្ថយការញ៉ាំនំកញ្ចប់ទៅក៏ដូចជាចូលរួមធ្វើឲ្យទីផ្សារអង្គរយើងនឹងមានតម្លៃកាន់តែថ្លៃផងដែរក៏អាចនិយាយបានថាជួយកសិករដែលគាត់ធ្វើដំណាំស្រូវនឹងឲ្យគាត់ទទួលបានផលក្នុងតម្លៃសមរម្យដែលគាត់គួរទទួលបានកាលណាយើងមានតម្រូវការលើអង្គរកាន់តែច្រើនវាក៏កាន់តែឡើងថ្លៃផងដែរ